ស្ដីដល់បងប្អូនទាំងអស់គ្នាចឹងខ្ញុំមាន limit មួយសម្រាប់ចែកជូនបងប្អូនអស់គ្នាទុកជាចំណេះដឹងចឹងយើងមាន limit x ខិតជិត0 x sin x ដក4 sin 2x នៅលើតង់ 3x ចឹងមុននឹងធ្វើយើងកំណត់រៀងវាជាមុនសិនចឹងកំណត់រៀងចឹងយើងត្រូវចាំនៅតម្លៃនៃមុំពិសេសទៀតមុំពិសេសគឺ sin 0 0ចឹង0គុណនឹង0គឺ0 2គុណនឹង0 0 0គុណនឹង4បូក0ចឹងរៀង0លើ0ចឹង limit ហ្នឹងប្រភេទត្រីកោណនេះរៀង0លើ0ចឹងមុននឹងធ្វើយើងត្រូវចាំរូបមន្ត1ទៅរូបមន្ត2គឺរូបមន្តទី1គឺ limit x ខិតជិត0 sin ax នៅលើ ax ស្មើនឹង1លីរូបមន្តទី2គឺ limit x ខិតជិត0 ax នៅលើតង់ ax ស្មើនឹង1ចឹង limit ហ្នឹងគឺតើតើនឹងរូបមន្ត2ហ្នឹងចឹងយើងធ្វើតបពីយើងចាំរូបមន្ត2ហ្នឹងហើយយើងធ្វើលំហាត់ខាងលើមកស្មើនឹង limit x ខិតជិត0តបមកយើងចាប់ x ចេញសារ sin x អានេះយើងចាប់ x ចេញកាលណាចាប់ x ចេញចែកនឹងតម្លៃ x វិញអញ្ចឹងបាន sin នៅលើ x ភាគបាញ់គឺតង់ 3x តមកភាគយកយើងចាប់ x ចេញភាគបាញ់យើងចាប់តង់ 3x limit x ខិតជិត0តង់ 3x sin x ដក4តមកយើងតម្រូវមុំវាអញ្ចឹងធ្វើម៉េចតម្រូវមុំវាអញ្ចឹងមុំនេះមុំវា3អានេះមាន x អញ្ចឹងយើងតម្រូវមិនដាក់ឲ្យ3មកឲ្យស្មើនឹងភាគបែងមកអញ្ចឹង3តម្រូវមុំមកវាឲ្យស្មើនឹង1អញ្ចឹងកាលណាភាគយកថែមនឹងតម្លៃប៉ុណ្ណាភាគបែងក៏ថែមនឹងតម្លៃប៉ុណ្ណឹងវិញដែរ sin x នេះ sin 2x អញ្ចឹងភាគបែងមាន x អញ្ចឹងថ្មីតម្រូវមុំឲ្យស្មើគ្នាគឺថែមនឹងលេខ2កាលណាភាគបែងថែមនឹង2ភាគយកក៏ថែមនឹងលេខ2ដូចគ្នាតមកអស់ហើយលំហាត់ហ្នឹងអស់រូបមន្តដែលត្រូវជួសអញ្ចឹងយើងជំនួសលេខយកតែម្ដងមកចានេះគឺស្មើនឹង1នៅលើ3អញ្ចឹងយើងចាំមុំពិសេស sin 0គឺស្មើ0ដក4អានេះស្មើនឹង1គុណនឹង2ក៏មកវាស្មើនឹង1នៅលើ3អានេះវាស្មើ1គុណនឹង4គុណនឹង2បានដក8អញ្ចឹងចំណោយវាស្មើនឹងដក8នៅលើ3អញ្ចឹងដូចនេះមក limit x ខិតជិត0 x ដក sin x ដក4 sin 2x នៅលើតង់ 3x ស្មើនឹងដក8នៅលើ3អញ្ចឹងលំហាត់ហ្នឹងវាមានតែប៉ុណ្ណឹងសំខាន់ឲ្យតែយើងចាំរូបមន្តយើងអាចធ្វើវាបានអរគុណសម្រាប់ការតាមដាន